ទំនាយនិមិត្តលក្ខណៈអស់លោកអ្នកសូមកត់សម្គាល់ទៅបុព្វហេតុដែលកើតមានដល់លោកអ្នកណាឬដល់របស់ផ្សេងក្នុងការជាបភ្នោហេតុកើតមានឡើងមានតាំងពីការយល់សពញាក់ភ្នែកឬជ្រុះរបស់អ្វីហេតុផលផ្សេងពីបភ្នោហេតុនោះមានដូចតទៅនេះ 1. បើមានហេតុកើតឡើងក្នុងថ្ងៃអាទិត្យគឺមិនបានជាផលអាក្រក់ដល់អ្នកណា 2. បើចាំថ្ងៃច័ន្ទប្រកាសជាមានហេតុភេទបានដល់ញាតិមិត្តឬបងប្អូនបើមិនជិតក៏នៅឆ្ងាយ 3. បើកើតចំថ្ងៃអង្គារប្រកាសជាមានដល់អ្នកជាឧបការៈបុគ្គលគឺមាតាបិតាជាសង្ខាង 4. បើកើតចំថ្ងៃពុធគឺប្រកាសជាមានប្រទុះចំពោះស្វាមីភរិយាពុំនោះដល់ញាតិថៅកូនចៅឬកូនប្រសា 5. បើកើតចំថ្ងៃប្រហ័សកើតឡើងចំពោះគ្រូបាអាចារ្យឬចាស់ព្រឹទ្ធាចារ្យរបស់អ្នកទី 6 ថ្ងៃសុក្រគឺប្រកាសជាមានព្រឹត្តិការណ៍ចំពោះសត្វដែលខ្លួនចិញ្ចឹមថែរក្សាសពកាលវេលាទី 7 បើមានប្រផ្នូលកើតចំថ្ងៃសៅរ៍គឺកើតសម្ដៅចំពោះខ្លួនឯងជាអ្នកដែលបានឃើញបុព្វហេតុនោះទំនាយនិមិត្តលក្ខណៈអស់លោកអ្នកសូមកត់សម្គាល់ទៅបុព្វហេតុដែលកើតមានដល់លោកអ្នកណាឬដល់របស់ផ្សេងក្នុងការជាបភ្នោហេតុកើតមានឡើងមានតាំងពីការយល់សពញាក់ភ្នែកឬជ្រុះរបស់អ្វីហេតុផលផ្សេងពីបភ្នោហេតុនោះមានដូចតទៅនេះ 1. បើមានហេតុកើតឡើងក្នុងថ្ងៃអាទិត្យគឺមិនបានជាផលអាក្រក់ដល់អ្នកណា 2. បើចាំថ្ងៃច័ន្ទប្រកាសជាមានហេតុភេទបានដល់ញាតិមិត្តឬបងប្អូនបើមិនជិតក៏នៅឆ្ងាយ 3. បើកើតចំថ្ងៃអង្គារប្រកាសជាមានដល់អ្នកជាឧបការៈបុគ្គលគឺមាតាបិតាជាសង្ខាង 4. បើកើតចំថ្ងៃពុធគឺប្រកាសជាមានប្រទុះចំពោះស្វាមីភរិយាពុំនោះដល់ញាតិថៅកូនចៅឬកូនប្រសា 5. បើកើតចំថ្ងៃប្រហ័សកើតឡើងចំពោះគ្រូបាអាចារ្យឬចាស់ព្រឹទ្ធាចារ្យរបស់អ្នកទី 6 ថ្ងៃសុក្រគឺប្រកាសជាមានព្រឹត្តិការណ៍ចំពោះសត្វដែលខ្លួនចិញ្ចឹមថែរក្សាសពកាលវេលាទី 7 បើមានប្រផ្នូលកើតចំថ្ងៃសៅរ៍គឺកើតសម្ដៅចំពោះខ្លួនឯងជាអ្នកដែលបានឃើញបុព្វហេតុនោះ